để con đăng tha trong Phật sát na dương cả nơi năm nào đấy được không cái nào mà quan phẩm buồn rồi hạ sập nó nhận nhóm trong Phật sát na dương đấy mà quan phẩm buồn rồi hạ sập nấu bát tê ná đấy con nà nấu bát tê Sri Lanka hai miền phẩm ban bát tê đã cái anh mặt vô po trong po muối này chia trong sát na mà phải phẩm buồn bát tê họ hai miềnสมาคมấy để conสมาคมấyสมาคมปฏิกะสมาคมพิภพโลกน่ะคือประเทศการพุทธศาสนาทั้งออกเกี่ยวกับโดยเฉพาะสมาคมให้เกษรนมัดโยปัวจังผมมวยในจีต้องพุทธศาสนาเยอะนะกันนะเฮ้ยอะไรวะนะสู้ตาคณะพระตพูประสังขมายดักนอมโดยปองนาโดยสมเด็จประสังกรีจุดตัญญาณชั่วนาดน่ะtao phải chung mà để con nó phải làm cá hay toàn là mặt vô này cho môi kia cho môi ái nhá không sao mà đá đấy ăn miên thạ ý phải chung phộc lộ thấy ăn miên vật từ miên khmé ăn miên đấy nè cứ thà đăng từ miên mỏng ý rồi mày muốn á miên á nè cái nhiệt trong ai còn qua clay trong tóc chiếu cả vợ ông mình bạch cam đấy các bạn này mình bạch cam mà qua phần niêm vợ ông cao chia vào po sát các bạn còn đang thà po chiếu nữa cứ cao vợ ông chia nề trà chẳng á vào giờ đấy chiều nó cứ nề trà chiều nề trà chiều nó đào bò chạm nề trà là bên pua lớn nó cứ sạch là pua cà hóm nó cứ bẹt đồn chạm chân tới đập pua son nó cứ đâm ray nè ở đập bên hòn sạt nó cứ sạch đấy từ vô miệng đà đồ bị dẹp màu đập bên pua plate nó cứ chỉ toàn xài một sòng đợt nó bạn bồi chia và cài pua kiều chia đầm nangประអង្គការត្រង់សោយព្រះជាតិជាព្រះបាទស្រីភិរិយកាលនោះព្រះអន្ទ្រាធិរាជបាននិមិត្តខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមប្រណិតព្រះអង្គទាំងគូព្រះអង្គទ្រង់ឈៀប្រណិតព្រះអង្គទាំងពីរឲ្យទៅអន្តព្រាហ្មណ៍នោះនេះពណ៌ខៀវបាទសេខែខ្លីទេខ្ញុំមើលទៅរស្មីពណ៌លឿងជាតំណាងព្រះអង្គការទ្រង់សោយព្រះជាតិជាវិនីបណ្ឌិតកាលនោះព្រះអន្ទ្រាធិរាជបាននិមិត្តខ្លួនជាយៈធ្វើជាជាងមាសវិនីបណ្ឌិតបានអាសាច់ខ្លួនឯងឲ្យជាងមាសដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូបបងជាវិនីបណ្ឌិតបានអាសាច់បិទព្រះពុទ្ធរូបត្រូវហើយក្រហមណារស្មីពណ៌ក្រហមជាតំណាងព្រះអង្គការទ្រង់សោយព្រះជាតិជាបតុមមានុបគ្រានោះមានពស់មួយប្រកបដោយពឹស10ពន្លឹកចឹកមេដាព្រះអង្គទ្រង់យកកំបិតមកពុះទ្រុងលោកបេះដូងមកផ្សំថ្នាំមេដាឲ្យបានគង់ជីវិតរស្មីមានពណ៌សជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិជាប្រវេសន្តរបានប្រទានដំរីមង្គលឈ្មោះបច្ច័យនាគកេនជាសត្វសម្រាប់រាជដ៏មានអវយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្ករ័ត្នពួកអ្នកនគរស្រីពិរិយក៏នាំគ្នាខឹងបំបបង់ព្រះអង្គឲ្យទៅគង់នៅក្នុងព្រៃគិរីវង្កត់កាលហ្នឹងណានេះពណ៌សធោមេដាព្រះអង្គត្រូវយៈចាប់យកបានព្រះអង្គទ្រង់អាសាច់ឲ្យយៈបរិភោគជំនួសជីវិតមេដានេះពណ៌ទី5ពណ៌ទី6រស្មីពណ៌ផ្លេកជាតំណាងព្រះអង្គការទ្រង់សោយព្រះជាតិជាទនសាយស្មោះសរបណ្ឌិតមានព្រះតម្លាសទ្ធាជ្រះថ្លាបំពេញទានបរមត្ថបារមីគ្រានោះព្រះអន្ទ្រាធិរាជបាននិមិត្តខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមកទនសាយសមបណ្ឌិតបានរលាស់ខ្លួន3ដងដើម្បីឲ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គរួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅដើម្បីចម្អិនសាច់ព្រះអង្គក៏ឲ្យដល់អន្តព្រាហ្មណ៍បរិភោគនឹងបូជាបកាយមិនធម្មតាទេនឹងចប់នឹងអីអត្តន័យពណ៌ទាំង6ដែលយើងដឹងទាំងអស់គ្នាណាញាតិញោមពណ៌ខៀវលឿងក្រហមសហើយស្បាតពណ៌ផ្លេកហ្នឹងគឺមានរឿងរ៉ាវដែលស្មាអានឲ្យស្ដាប់មិញហ្នឹងឯងក៏តែញាតិញោមឯងគាត់ស្គាល់ផ្លេកចឹងទៅ